សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការដំឡើងនៅ web server អញ្ចឹងយើងដំឡើងនៅ web server ដើម្បីធ្វើការ run នៅ code PHP វាជា server សម្រាប់ដំណើរការរបស់ website អូខេឥឡូវយើងធ្វើការ double click លើ application web server យើងយកពាក្យថា next បន្តមកទៀត I accept next ទៀតបន្តមកទៀតយើង next អូខេអានេះយើងធ្វើការ create icon នៅលើ desktop យើង tick មកយើង next បន្តហើយយើងធ្វើការ install អញ្ចឹងនេះគឺជាដំណើរការនៃការ install នៅ web server អូខេយើង open មក allow access មកដល់ចំណុចនេះមានន័យថាយើងធ្វើការដាក់នៅ email address របស់យើងឧទាហរណ៍នេះគេដាក់ថា you at your domain អញ្ចឹងយើងដាក់ឈ្មោះអីផ្សេងទៀតក៏បានដែរឧទាហរណ៍ខ្ញុំឧទាហរណ៍ថាឧទាហរណ៍ email របស់ខ្ញុំ khampira@gmail.com អូខេឥឡូវខ្ញុំ next បន្តចំណុចនេះយើងធ្វើការ finish អូខេយើងមកមើលបើសិនវាចេញទៅមកថាពណ៌ខៀវអញ្ចឹងមានន័យថា server យើងគឺបាន install successful មានថាវាដំណើរការនៅ service ទាំងអស់អូខេឥឡូវខ្ញុំចុចលើពាក្យថា localhost អញ្ចឹងនេះគឺពេលដែលយើងធ្វើការ run នៅលើ server របស់យើងគឺវាបង្ហាញនៅផ្ទាំងនេះមានន័យថាការ install របស់យើង successful ជោគជ័យអូខេអញ្ចឹងការបង្ហាញរបស់ខ្ញុំពីរបៀបនៃការ install នៅ web server ដើម្បី run នៅ code PHP គឺត្រូវបានបញ្ចប់អរគុណសម្រាប់ការតាមដានរបស់អស់លោកអ្នក